អតីតអគ្គរដ្ឋទូតគេថាអូខេស្វណ្ណរា don't worry ទៅនិយាយទៅកន្លងមកមានគេឆ្ងល់ថាពួកខ្ញុំជាង10នាក់នេះដែលចាញ់ពីគុកនេះបើមិនហ៊ុនសែនឲ្យភ្លើងខៀវបើហ៊ុនសែនមិនដោះលែងគ្មានអ្នកណាដោះលែងបើយើងមិនចូលជាមួយគណៈបកប្រជាជនមិនត្រូវមួយគណៈបកប្រជាជនមិនលក់ក្បាលឲ្យហ៊ុនសែនប៉ុន្តែពួកគាត់បានតែលៀបពួរញញងតែគាត់អត់ដឹងនយោបាយការទូតពួកខ្ញុំនេះដោះដោយរដ្ឋាភិបាលជប៉ុនសុំសម្បទានលោកហ៊ុនសែនតាមរយៈអគ្គរដ្ឋទូតដែលទៅផ្លាស់ទៅនេះបាទគឺគេឲ្យកាដូបាទចឹងហើយខ្ញុំលាតត្រដាងព្រោះខ្ញុំបានជួបអគ្គរដ្ឋទូតជប៉ុនចាស់ហ្នឹងខ្ញុំសុំសិទ្ធិគាត់ថាបើសិនមានអ្នកលៀបពើពួកខ្ញុំថាពួកខ្ញុំនេះបែបលក់ក្បាលចូលគណៈបកប្រជាជនហើយបានហ៊ុនសែនព្រមដោះលែងខ្ញុំថាតើខ្ញុំអាចបង្ហាញថារដ្ឋាភិបាលរបស់លោកដែលបានសុំទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនខ្ញុំអាចនិយាយការពិតបានអតីតអគ្គរដ្ឋទូតគេថាអូខេស្វណ្ណរា don't worry ទៅនិយាយទៅចឹងបានខ្ញុំបង្ហើបថ្ងៃនេះព្រោះមានអ្នកខ្លះហ្នឹងគេចោទខ្ញុំលក់បាលក់ខ្លួនអីហ្នឹងគឺដោយសារតែត្រូវជាមួយហ៊ុនសែនមួយហ៊ុនម៉ាណែតហើយបានពួកហ្នឹងគេដោះលែងស្វណ្ណរានិងអ្នកផ្សេងគឺកុំតែរដ្ឋាភិបាលជប៉ុនមិនដឹងជាខាងគណៈបកប្រជាជនឬក៏តុលាការឬក៏លោកហ៊ុនសែននឹងដោះពួកខ្ញុំឬក៏នៅបន្តជាអត់ទៀតទេព្រោះបកខ្ញុំលាអស់ហើយហ្នឹងដោះខ្ញុំក្រោយគណៈបកសង្គ្រោះជាតិរលាយអញ្ចឹងបាទខ្ញុំនិយាយអ្នកដែលប្រខែលាពួកខ្ញុំហ្នឹងទោះទាយពីក្រៅស្រុកហ្នឹងដូចមែនតែនជាងខ្លួនខ្ញុំពេលខ្លះខ្ញុំមិននិយាយមានន័យថាខ្ញុំមិនដឹងទេណាប៉ុន្តែខ្ញុំវាការពិតវាគង់តែមានការបង្ហាញនៅថ្ងៃខាងមុខទេអានេះគឺខ្ញុំបង្ហើបថាជប៉ុនគេមានទឹកមាត់ប្រៃ